សុខភាពផ្លូវចិត្តល្អមានលក្ខណៈអ្វីខ្លះថ្ងៃនេះខ្ញុំនឹងបកស្រាយពីប្រធានបទដ៏សំខាន់មួយទាក់ទងនឹងសុខភាពផ្លូវចិត្តហើយនិងជំងឺផ្លូវចិត្តមនុស្សជាច្រើនគិតថាការមានសុខភាពល្អគឺរាងកាយគ្មានបញ្ហាប៉ុន្តែជាក់ស្ដែងសុខភាពល្អគឺសុខទាំងផ្លូវកាយសុខទាំងផ្លូវចិត្តសុខភាពផ្លូវចិត្តល្អមានន័យថាមនុស្សម្នាក់អាចគិតបានច្បាស់លាស់អាចដោះស្រាយបញ្ហាដែលកើតឡើងក្នុងជីវិតបានអាចមានទំនាក់ទំនងជាមួយគ្រួសារជាមួយមិត្តរួមការងារមនុស្សម្នាក់មានសុខភាពផ្លូវចិត្តល្អអាចគ្រប់គ្រងអារម្មណ៍ខ្លួនបានមានអារម្មណ៍ស្ងប់សុខក្នុងចិត្តហើយពេលខ្លះអាចផ្ដល់ការរីករាយដល់មនុស្សនៅជុំវិញបានទោះយើងនិយាយថាចិត្តហើយនឹងរាងកាយដូចជារឿងពីរផ្សេងគ្នាប៉ុន្តែតាមពិតវាមានទំនាក់ទំនងជិតស្និទ្ធគ្នាណាស់បញ្ហាផ្លូវកាយប៉ះដល់អារម្មណ៍និងការគិតរបស់យើងបញ្ហាផ្លូវចិត្តក៏ប៉ះលើរាងកាយដែរឧទាហរណ៍នៅពេលដែលមនុស្សម្នាក់ stress តានតឹងព្រួយបារម្ភធ្វើឲ្យជះឥទ្ធិពលដល់ការគេងរបស់គាត់ឈឺក្បាលឈឺពោះអស់កម្លាំងដូច្នេះចិត្តហើយនឹងរាងកាយគឺដូចជាពីរផ្នែកដែលភ្ជាប់គ្នាបាទដោយដែលរាងកាយអាចឈឺបានចិត្តក៏អាចឈឺជំងឺបានដែរគេហៅថាជំងឺផ្លូវចិត្តជំងឺផ្លូវចិត្តនៅពេលដែលមនុស្សម្នាក់ប៉ះពាល់ដល់អារម្មណ៍ដល់គំនិតការគិតនិងអាកប្បកិរិយាទូទៅរបស់គាត់ហើយបញ្ហាទាំងអស់នេះធ្វើឲ្យគាត់លំបាកនៅក្នុងជីវិតប្រចាំថ្ងៃការងារទំនាក់ទំនងជាមួយអ្នកដទៃពេលខ្លះអាចប៉ះពាល់ដល់ក្នុងក្រុមគ្រួសារគាត់ថែមទៀតមនុស្សមួយចំនួននៅគិតថាអ្នកជំងឺផ្លូវចិត្តទាល់តែមនុស្សនឹងគាត់ល្វើល្វាយគាត់ហិង្សាគាត់កាចគាត់បាត់បង់ការគ្រប់គ្រងប៉ុន្តែការពិតមនុស្សភាគច្រើនដែលមានបញ្ហាផ្លូវចិត្តអាចមើលទៅធម្មតាដូចដូចមនុស្សទូទៅពួកគេអាចជាមិត្តរបស់យើងអាចជាសមាជិកគ្រួសារយើងឬក៏មិត្តរួមការងារហើយកំពុងប្រឈមមុខនឹងបញ្ហានៅខាងក្នុងដែលអ្នកជុំវិញមិនដឹងជំងឺផ្លូវចិត្តដែលយើងជួបច្រើនមាន4ប្រភេទខ្ញុំសូមរៀបរាប់ខ្លីៗហើយវីដេអូបន្ទាប់ខ្ញុំនឹងលម្អិតមួយបាទទី1តើតើជំងឺតាក់ទឹកចិត្តអាចមានអារម្មណ៍សោកសៅបាត់ចំណង់ក្នុងការធ្វើអ្វីមួយទី2ក្រុមជំងឺថប់អារម្មណ៍គាត់ព្រួយខ្លាំងភ័យបារម្ភតានតឹងជាប់ជានិច្ចទី3អាចមានបញ្ហាផ្លូវភេទទី4អាចតកតទៅនឹងការញៀនទីហៅការញៀនគ្រឿងញៀនបាទសូមចងចាំថាសុខភាពផ្លូវចិត្តគឺជាផ្នែកសំខាន់នៃសុខភាពរបស់យើងទាំងមូលការថែរក្សាចិត្តគឺសំខាន់ដូចជាការថែរក្សារាងកាយប្រសិនបើអ្នកឬមនុស្សជុំវិញមានបញ្ហាផ្លូវចិត្តសូមស្វែងរកជំនួយពីអ្នកជំនាញសុខភាពការយល់ដឹងនិងការព្យាបាលត្រឹមត្រូវអាចជួយឲ្យមនុស្សមានជីវិតប្រសើរឡើងសុខភាពល្អចាប់ផ្ដើមពីរាងកាយល្អនិងចិត្តល្អបាទសូមអរគុណ